លោកគ្រូតើដើម្បីឲ្យជោគជ័យនៅក្នុងការសិក្សានៃបរិមាណនេះលោកគ្រូគាត់ថានិស្សិតហ្នឹងគួរមានលក្ខណៈសម្បត្តិបែបណាខ្លះលោកគ្រូបាទអរគុណអញ្ចឹងសួរថាដើម្បីគាត់បានជោគជ័យតើគាត់ត្រៀមអីខ្លះដើម្បីបានជោគជ័យចា៎គេអញ្ចឹងអ្វីដែលគាត់ត្រៀមពោះឱកាសការងារច្រើនណាស់និយាយអញ្ចឹងមានក្រុមហ៊ុនមានរោងចក្រតាក់ទងលោកគ្រូច្រើនដែរតែអាចចប់ទៅសុំដាក់ apply ទៅកន្លែងការងារគាត់អញ្ចឹងទីដែលចាំបាច់បំផុតគឺអាចថាមុខជាបច្ចេកទេសណាមុខជាបច្ចេកទេសគឺបើថាយើងទឹកហើយបើថាទៅកន្លែងរដ្ឋកោទឹកទៅអីគឺឧបករណ៍ទឹកទាំងអស់ហ្នឹងគាត់ត្រូវតែចេះគាត់ត្រូវតែចេះវិភាគគុណភាពទឹកអញ្ចឹងគាត់ទៅខ្លាំងរឿងទីពិសោធន៍រឿងខ្លាំងខាង design ខាងរចនាប្រព័ន្ធច្រោះទឹកប្រព័ន្ធអីយ៉ាងម៉េចហើយមួយទៀតគឺភាសាអង់គ្លេសដើម្បីឲ្យគាត់ខ្ញុំមានផែនការប្រកបហើយពួកឆ្នាំទី4នេះក្រុមឆ្នាំទី4ដែលនឹងបញ្ចប់ការសិក្សាឆាប់តាមនេះក៏ខ្ញុំតែសម្លឹងឃើញហើយគួរអ្នកណាគួររុញទៅបន្តទៀតរុញទៅគឺរុញទៅបរទេសគឺទៅឲ្យគាត់ទៅយកអាហារថ្នាក់អនុបណ្ឌិតឬយើងហៅថា Master នៅបរទេសអញ្ចឹងជំនួយគាត់ថាឥឡូវចិត្តតទៅគឺភាសាយើងភាសាអង់គ្លេសគឺជាចាំបាច់ហើយអញ្ចឹងយើងឲ្យគាត់តាំងពីឆ្នាំទី4គាត់ត្រៀមអង់គ្លេសរហូតទៅហើយដល់ពេលឆ្នាំទី4នេះគឺអាចចាប់ដល់ទៅតេស្ត IELTS ឬក៏តេស្ត TOEFL តើបានពិន្ទុប្រមាណតែបើថាបាន6កន្លះហើយយកមកឲ្យលោកគ្រូមកលោកគ្រូនឹងជួយ guide ដើម្បីដាក់ហាត់ប្រកបទៅហ៊ាននៅបរទេសបន្តទៀតចាលោកគ្រូ